ឆ្នាំរោងឆ្នាំ2026នេះពពកខ្មៅនៅឆ្នាំចាស់នឹងរសាត់បាត់អស់គ្មានសល់ចំពោះអ្នកដែលមានរោងនៅក្នុងតួរាសីអ្នកមានធម្មពលពិសេសគឺ Sky Relief និង Relief God គឺសុទ្ធតែជាធម្មពលពាក់ព័ន្ធទៅនឹងដំណោះស្រាយនៅពេលដែលអ្នកជួបបញ្ហាអ្នកច្បាស់ជាស្វែងរកដំណោះស្រាយវាជាការបង្ហាញនូវភាពទទួលខុសត្រូវដ៏សំខាន់ការព្រមទទួលយកនៅបញ្ហាជីវិតដែលកើតមានឡើងអ្នកអាចការពារនៅបញ្ហាដដែលមិនឲ្យកើតឡើងសារជាថ្មីទៀតនិងប្រយ័ត្នប្រយែងចំពោះការសម្រេចចិត្តនិងទង្វើព្រោះវាជាប្រភពនៃលទ្ធផលចុងក្រោយរបស់អ្នកឆ្នាំថ្មីនេះគឺជាពេលវេលាធ្វើឲ្យស្ថានភាពឬបញ្ហាកាលពីមុនកាន់តែមានភាពច្បាស់លាស់បង្ហាញនៅការពិតភាពពិតនិងភាពមិនពិតកាន់តែញែកចេញពីគ្នាព្រោះពេលវេលាធ្វើឲ្យអ្នកស្ងប់ចិត្តធ្វើឲ្យអ្នកមានភាពច្បាស់លាស់ធ្វើឲ្យអ្នកមើលឃើញឫសគល់នៃបញ្ហាពិតប្រាកដដែលធ្វើឲ្យអ្នកងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលមានមិនថាបញ្ហាពាក់ព័ន្ធទៅនឹងសុខភាពបញ្ហាពាក់ព័ន្ធទៅនឹងគ្រួសារមុខរបរឬបញ្ហាការងារដែលជាប់គាំងយូរហើយនៅក្នុងឆ្នាំថ្មីនេះនឹងមានច្រកចេញមានដំណោះស្រាយដែលធ្វើឲ្យស្ថានភាពធូរស្បើយកាត់បន្ថយនូវភាពតានតឹងជាបណ្ដាលប្រសិនបើអ្នកមានចំនួនជាមួយបុគ្គលណាម្នាក់អ្នកអាចផ្សះផ្សាគ្នាឡើងវិញបានបើអ្នកមានរោងនៅក្នុងតួខែគឺជាតួមុខរបរការងារនោះការងារដែលជាប់គាំងពីមុនមកនឹងចាប់ផ្ដើមមានដំណើរការឡើងមកវិញបើអ្នកមានរោងនៅក្នុងតួថ្ងៃវិញមានន័យថាបញ្ហារវាងគូស្វាមីភរិយានឹងត្រូវបានលើកយកមកដោះស្រាយអារម្មណ៍ដែលមិនសប្បាយចិត្តនឹងត្រូវបានភាគីម្ខាងទៀតយកចិត្តទុកដាក់អ្នកអាចមានឆ្នាំរោងនៅក្នុងតួឆ្នាំតួខែតួថ្ងៃនិងតួម៉ោងកើតដូច្នេះអ្នកអាចគណនាថ្ងៃខែឆ្នាំកំណើតតាមរយៈកម្មវិធីអាចកំបាំងជីវិត Live Decoding ចំណែកឯធម៌ពលពិសេសមួយទៀតនោះគឺ Age Sheet គឺអ្នកត្រូវបានគេផ្ដល់នៅសិទ្ធិពិសេសជាអ្នកតំណាងដ៏ពងពោះនៅក្នុងការងារដ៏សំខាន់និងទទួលបាននូវការគោរពមានឋានៈមានភាពថ្លៃថ្នូរដល់ជាកិត្តិយសទទួលបាននូវភាពជឿទុកចិត្តនិងអាចទទួលបានជំនួយពីមនុស្សសំខាន់ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកដោយឡែកធម៌ពលពាក់ព័ន្ធទៅនឹង Sky Dog អ្នកអាចមានអារម្មណ៍ផិតភ័យដោយសារតែទទួលបានដំណឹងមិនល្អឬក៏អាចបាត់របស់ដែលមានតម្លៃឬក៏បាត់ជំនឿទៅលើមនុស្សណាម្នាក់ពលគឺ Sky Dog គឺពាក់ព័ន្ធនឹងការរងរបួសដែលបន្សល់ទុកនៅស្លាកស្នាមឬបន្សល់ទុកនៅអារម្មណ៍ឈឺចាប់តែអ្នកត្រូវតែព្យាបាលអារម្មណ៍ទាំងអស់នោះតាមរយៈ Sky Relief និង Relief God រីឯធម្មពល Blood Night សូមមានការប្រយ័ត្នប្រយែងអ្នកអាចមានការរងរបួសដោយចៃដន្យឬក៏អាចទទួលបានការព្យាបាលសុខភាពដោយសារការរាងកាត់ប៉ុន្តែស្ថានភាពមិនបណ្ដាលឲ្យធ្ងន់ធ្ងរនោះទេព្រោះការព្យាបាលគឺជាដំណោះស្រាយនៃសុខភាពហើយអ្នកក៏មានធម្មពល Sky Relief ផងដែរចំពោះធម្មពល Funeral Gas មិនប្រកាសថាពាក់ព័ន្ធទៅនឹងការបាត់បង់មនុស្សជាទីស្រឡាញ់នោះទេអ្នកអាចមានអារម្មណ៍ថាមានទុក្ខព្រួយមានភាពស្ងប់ស្ងាត់មិនចង់ចូលរួមនៅក្នុងកម្មវិធីអ៊ូអផ្សេងៗហើយរីឯធម្មពល Leprechaun វិញអ្នកអាចធ្វើអ្វីមួយលើសលួសទៅលើនរណាម្នាក់ដោយមិនមានចេតនាឬក៏មានមនុស្សមកមួលបង្កាច់និងក្បត់ទំនុកចិត្តពីក្រោយខ្នងតែធ្វើឲ្យអ្នកមានរឿងអាស្រូវឬអាចជួបទៅនឹងបញ្ហាលើការងារដែលជិតទៅដល់គោលដៅហើយតែបែរជាស្ថានភាពប្រែប្រួលនៅចុងក្រោយទៅវិញដូចជាការខកបំណងខុសពីការរំពឹងទុកអតិថិជនព្រមទិញទំនិញហើយប៉ុន្តែមិនប្រគល់ប្រាក់ជាដើមរីឯធម្មពល Lonesome Star ជាអារម្មណ៍ឯកាចង់នៅឆ្ងាយពីអ្នកដទៃកាត់បន្ថយក្នុងការចូលរួមនៅក្នុងសង្គមតែអ្នកអាចប្រើប្រាស់ធម្មពល Lonesome Star នេះនៅក្នុងផ្លូវវិជ្ជមានដើម្បីរកកន្លែងស្ងប់ស្ងាត់មានពេលវេលាផ្ទាល់ខ្លួនត្រៀមរៀបចំការងារឲ្យបានល្អឡើងមកវិញលើសពីនេះទៀតភាពវិជ្ជមាននៃធម្មពល Lonesome Star គឺជាការបង្ហាញភាពឯករាជ្យរក្សាឯកជនភាពការផ្ដាច់ខ្លួនដើម្បីធ្វើកិច្ចការងារសំខាន់ផ្ទាល់ខ្លួនពាក់ព័ន្ធទៅនឹងធម៌ពល Instability Star អ្នកអាចពិបាកក្នុងការផ្ចង់អារម្មណ៍ស្ថានភាពការងារមិនសូវមានស្ថិរភាពស្ថានភាពឡើងចុះតែនៅពេលដែលអ្នកមានស្ថានភាពប្រែប្រួលឡើងចុះវានឹងបង្រៀនអ្នកឲ្យចេះបត់បែនទៅតាមខ្សែទឹកហូរ
ភាពវិជ្ជមាននៃ instability star នេះគឺអ្នកអាចធ្វើដំណើរកំសាន្តឲ្យបានច្រើនព្រោះជាការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃរបស់អ្នកដែលធ្លាប់តែនៅមួយកន្លែងរីឯធម៌ពល moon star វិញគឺពាក់ព័ន្ធនឹងភាពតានតឹងដែលជាឧបសគ្គមករំខានតែវាជារឿងតូចតាចនោះទេចំណុចសំខាន់នៅក្នុងឆ្នាំថ្មីនេះសម្រាប់អ្នកដែលកើតឆ្នាំរោងកុំខ្លាចនឹងបញ្ហាមានបញ្ហាដែលត្រូវដោះស្រាយកាន់តែច្រើនមានន័យថាអ្នកមានឱកាសកាន់តែច្រើនក្នុងពេលដំណើរគ្នាព្រោះអ្នកមានធម៌ពល Sky Relief និង Relief God នៅជាមួយគ្នាដែរទាំងអស់នេះគឺជាការព្យាករណ៍ប្រចាំឆ្នាំរបស់អ្នកហើយអ្នកអាចតាមដានរាសីប្រចាំថ្ងៃនៅក្នុងកម្មវិធី Telegram Routineកុំភ្លេចស្វែងរកសៀវភៅហុងស៊ុយឆ្នាំ2026ក្នុងនោះមានប្រធានបទសំខាន់ៗដែលអាចជួយគាំទ្រអ្នកឲ្យសម្រេចបាននូវគោលដៅនិងភារកិច្ចឆ្នាំថ្មី